សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសិភៅរបស់យើងម្ដងទៀតមុនពេលដែលយើងចាប់ផ្ដើមទៅចែកគ្នាលម្អិតទៅលើប្រធានបទជាដំបូងខ្ញុំសូមខន្តីអភ័យទោសចំពោះបងប្អូនអ្នកទស្សនាដូចជាអ្នកស្ដាប់ទាំងអស់គ្នាប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំមានការលើសលួសឬខ្វះចន្លោះត្រង់ណាសូមបងប្អូនមេត្តាខន្តីអភ័យទោសខ្ញុំធ្វើវីដេអូនេះក្នុងចេតនាសិក្សាស្រាវជ្រាវខ្លួនឯងផងហើយនឹងចែករំលែកជូនបងប្អូនអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់ហ្នឹងទុកជាមេរៀនជាចំណេះដឹងទូទៅផងដូចនេះប្រសិនបើមានការខុសឆ្គងឬខ្វះចន្លោះត្រង់ណាសូមបងប្អូនខន្តីអភ័យទោសហើយខ្ញុំរីករាយស្វាគមន៍ជានិច្ចសម្រាប់មតិយោបល់កែលម្អរបស់បងប្អូនសូមបងប្អូនជួយ comment នៅក្រោមវីដេអូនេះថ្ងៃនេះយើងនឹងទៅចែកគ្នាអំពីរឿងមួយដែលនៅជិតយើងគ្រប់គ្នានោះគឺរឿងលុយប៉ុន្តែយើងមិននិយាយពីរបៀបរកលុយឬវិនិយោគលុយសុទ្ធសាធនោះទេយើងនឹងនិយាយអំពីអ្វីដែលសំខាន់ជាងនេះទៅទៀតគឺចិត្តវិទ្យានៃលុយប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឮហើយថាលុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេប៉ុន្តែវាក៏សំខាន់ណាស់ដែរបើនិយាយពីហិរញ្ញវត្ថុមនុស្សភាគច្រើនតែងតែគិតពីគណិតវិទ្យាចំនួនលេខនិងតារាងតែការពិតទៅរបៀបដែលយើងប្រព្រឹត្តជាមួយលុយមិនមែនពឹងលើចំនួនប៉ុន្មានដែលយើងមាននោះទេតែពឹងផ្អែកទៅលើរបៀបដែលយើងគិតអំពីលុយនេះជាគំនិតស្នូលមួយដែលត្រូវពន្យល់យ៉ាងស៊ីជម្រៅនៅក្នុងសៀវភៅដ៏ល្បីល្បាញមួយដែលមានចំណងជើងថា The Psychology of Money ពន្ធដោយលោក Morgan Housel តើអ្នកធ្លាប់ឆ្ងល់ទេថាអ្វីបានជាមនុស្សឆ្លាតវៃបញ្ញាខ្ពស់បរាជ័យក្នុងរឿងលុយកាក់ចំណែកឯមនុស្សធម្មតាមិនសូវរៀនសូត្រខ្ពស់បែរជាជោគជ័យទៅវិញលោក Morgan បានពន្យល់ថានេះមិនមែនមកពីភាពវៃឆ្លាតឬចំណេះដឹងគណិតវិទ្យាខុសគ្នាទេតែមកពីរបៀបគិតនិងឥរិយាបថរបស់ពួកគេការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុភាគច្រើនរបស់យើងមិនកើតចេញពីការពិតដែលមានហេតុផល 100% នោះទេវាច្រើនតែកើតចេញពីអារម្មណ៍បទពិសោធន៍ផ្ទាល់ខ្លួនអំនួតការភ័យខ្លាចនិងការយល់ឃើញខុសៗគ្នាសូមគិតត្រឡប់ទៅមើលខ្លួនឯងតើមានប៉ុន្មានដងហើយដែលអ្នកសម្រេចចិត្តទិញអ្វីមួយដោយសារអារម្មណ៍ឬដោយសារឃើញគេមានតើមានប្រមាណដងហើយដែលអ្នកមិនហ៊ានវិនិយោគដោយសារតែខ្លាចខាតអ្វីៗទាំងអស់នេះសុទ្ធតែជាឥទ្ធិពលនៃចិត្តវិទ្យាសៀវភៅនេះមានមេរៀនជាច្រើនប៉ុន្តែខ្ញុំសូមលើកយកចំណុចសំខាន់មួយចំនួនមកចែករំលែកតែប៉ុណ្ណោះលោក Housel បានពន្យល់ថាការសម្រេចចិត្តផ្នែកលុយកាក់របស់យើងគឺផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងមនុស្សដែលធំឡើងក្នុងសម័យវិបត្តិសេដ្ឋកិច្ចអាចនឹងមានទម្លាប់សន្សំសំចៃខ្លាំងរីឯអ្នកធំឡើងក្នុងសម័យសេដ្ឋកិច្ចរីកចម្រើនអាចនឹងមានទំនោរចំណាយច្រើនដូចនេះមុននឹងវិនិច្ឆ័យអ្នកដទៃយើងគួរយល់ថាពួកគេមានបទពិសោធន៍រៀងៗខ្លួនភាពជោគជ័យឬបរាជ័យក្នុងវិស័យហិរញ្ញវត្ថុមិនសុទ្ធតែមកពីការខិតខំប្រឹងប្រែងឬភាពឆ្លាតវៃរបស់យើងនោះទេកត្តាសំណាងនិងហានិភ័យដើរតួយ៉ាងសំខាន់អ្នកដែលជោគជ័យមិនមែនសុទ្ធតែឆ្លាតជាងគេនោះទេហើយអ្នកបរាជ័យក៏មិនមែនសុទ្ធតែល្ងង់ជាងគេនោះដែរការទទួលស្គាល់ចំណុចនេះធ្វើឲ្យយើងមិនមានអំនួតនៅពេលដែលយើងមានជោគជ័យនិងមានការអាណិតអាសូរពេលបរាជ័យមេរៀនដ៏សំខាន់មួយទៀតគឺត្រូវចេះកំណត់ថាគ្រប់គ្រាន់មនុស្សភាគច្រើនមិនចេះគ្រប់គ្រាន់តែចង់បានកាន់តែច្រើនការប្រកួតប្រជែងគ្មានទីបញ្ចប់នេះអាចនាំឲ្យមានបញ្ហាធំដូចជាបើផ្លូវកាត់ខុសច្បាប់ឬប្រថុយហានិភ័យខ្លាំងពេកការដឹងថាពេលណាគួរឈប់គឺជាវិធីល្អបំផុតដើម្បីការពារទ្រព្យសម្បត្តិនិងសន្តិភាពផ្លូវចិត្តរបស់យើងនេះជាគំនិតដ៏ល្បីល្បាញមួយការវិនិយោគតិចតួចជាប្រចាំរយៈពេលវែងអាចបង្កើតផលចំណេញយ៉ាងច្រើនមិនគួរឲ្យជឿដោយសារឥទ្ធិពលនៃការបូកបញ្ចូលគ្នានេះមិនមែនទាមទារភាពវៃឆ្លាតនោះទេតែទាមទារការអត់ធ្មត់និងវិន័យការសន្សំសំចៃមិនមែនជាការរកលុយច្រើននោះទេតែជាការចំណាយតិចលោក Housel បានបញ្ជាក់ថាអ្នកអាចសន្សំបានដោយមិនចាំបាច់បង្កើតប្រាក់ចំណូលឡើយការសន្សំប្រាក់គឺផ្ដល់ឲ្យយើងនូវសេរីភាពនិងការបត់បែនក្នុងជីវិតភាពបត់បែនជារឿងសំខាន់បំផុតនៅលើពិភពលោកតែងតែផ្លាស់ប្ដូរផ្នែកហិរញ្ញវត្ថុរបស់យើងគួរតែមានភាពបត់បែនផងដែរការមានលុយបំរុងនិងការវិនិយោគដែលមានភាពបត់បែនអាចជួយឲ្យយើងឆ្លងកាត់វិបត្តិផ្សេងៗបានយ៉ាងងាយស្រួលបងប្អូនបន្ទាប់ពីយល់ពីគំនិតទាំងអស់ទាក់ទងនឹងលុយខាងលើហើយតើយើងគួរអនុវត្តវាដោយរបៀបណាទើបមិនមានហានិភ័យខ្ពស់ជាមួយនឹងការគ្រប់គ្រងលុយកាក់ទី1កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃបទពិសោធន៍ជីវិតនិងលទ្ធភាពហិរញ្ញវត្ថុរបស់យើងម្នាក់ៗគឺខុសគ្នាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអាចនាំឲ្យមានការច្រណែននិងការសម្រេចចិត្តខុសទី2កំណត់និយមន័យនៃភាពគ្រប់គ្រាន់តខ្លួនតើសម្រាប់អ្នកលុយប៉ុន្មានទើបគ្រប់គ្រាន់តើអ្វីជាជីវិតដែលអ្នកចង់បានការកំណត់គោលដៅច្បាស់លាស់ជួយឲ្យអ្នកមានផាសុកភាពជាមួយអ្វីដែលអ្នកមានទី3បង្កើតទម្លាប់សន្សំសំចៃទោះជាចំនួនតិចតួចក្តី
ក៏ការសន្សំជាប្រចាំអាចបង្កើតលទ្ធផលដ៏អស្ចារ្យចាប់ផ្ដើមពីតិចតួចហើយបង្កើតវាជាបណ្ដាទី4ការវិនិយោគរយៈពេលវែងកុំរំពឹងលើលទ្ធផលរហ័សភាពអត់ធ្មត់គឺជាមាសប្រាក់នៅក្នុងពិភពនៃការវិនិយោគទី5ទទួលស្គាល់ថាមានកត្តាដែលយើងមិនអាចគ្រប់គ្រងបានយើងមិនអាចគ្រប់គ្រងទីផ្សារបានទេប៉ុន្តែយើងអាចគ្រប់គ្រងអាកប្បកិរិយារបស់យើងបានដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានសរុបមកវិញចិត្តវិទ្យានៃលុយគឺជាកត្តាដ៏សំខាន់ដែលកំណត់ជោគវាសនាហិរញ្ញវត្ថុរបស់យើងវាជាជំនាញទន់ដែលយើងហៅថាជា soft skill វាសំខាន់ជាងជំនាញវិជ្ជាជីវៈដែលយើងភាគច្រើនយើងហៅថាជំនាញរឹងរបៀបដែលយើងគិតអារម្មណ៍របស់យើងនិងអាកប្បកិរិយារបស់យើងចំពោះលុយនឹងកំណត់ថាតើយើងអាចរក្សាវាបង្កើតវានិងរស់នៅដោយសុភមង្គលជាមួយវាបានឬអត់ខ្ញុំសង្ឃឹមថា podcast ថ្ងៃនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាមានទស្សនៈថ្មីអំពីលុយនិងចាប់ផ្ដើមគិតគូរអំពីចិត្តវិទ្យាផ្ទាល់ខ្លួនរបស់អ្នកសូមចងចាំថាជោគវាសនាហិរញ្ញវត្ថុរបស់អ្នកចាប់ផ្ដើមពីរបៀបគិតរបស់អ្នកជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីសៀវភៅផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ